នៅពេលដែលឪពុកក្មេកចង់វាយឡើងជាមួយនឹងកូនប្រសាស្រីចំណែកឯកូនប្រុសក៏បានអូកូរ៉ាវាយឡើងជាមួយនឹងម្ដាយចុងដូច្នេះតើវានឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីនឹងរឿងនេះចាប់ផ្ដើមឡើងយើងក៏បានឃើញជាមួយនឹងប្តីប្រពន្ធមួយគូហើយខាងស្រីមានឈ្មោះថាអាន់ណាចំណែកឯខាងប្រុសវិញគាត់មានឈ្មោះថាដែនប៉ុន្តែថ្ងៃនេះអាន់ណានាងបានមកផ្ទះវិញយឺតព្រោះថានាងរវល់ជប់លៀងជាមួយនឹងមិត្តរួមការងាររបស់នាងប៉ុន្តែដែនគាត់បាននិយាយត្អូញត្អែទៅអាន់ណាព្រោះថានាងមិនបានទូរស័ព្ទមកប្រាប់គាត់ជាមុនប៉ុន្តែនៅពេលដែលអាន់ណានាងបានដើរឡើងទៅក្នុងបន្ទប់គេងនាងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលប្តីបានតុបតែងក្រេដេកជាមួយនឹងផ្កាកុលាបក្រហមនិងពន្លឺភ្លើងទៀនរួមជាមួយនឹងខ្សែដៃដើម្បីអបអរសាទរខួបអាពាហ៍ពិពាហ៍របស់ពួកគេអាន់ណាដែលបានឃើញនាងពេញចិត្តនឹងប្តីរបស់នាងណាស់ដូច្នេះហើយនាងក៏បានសុំទោសប្តីរបស់នាងហើយបន្ទាប់មកពួកគេទាំងពីរក៏បានរួមគ្នាធ្វើកិច្ចការផ្ទះយ៉ាងមានសេចក្តីសុខនៅថ្ងៃបន្ទាប់មកនៅខណៈពេលដែលដែនកំពុងតែលាងឡានហើយស្រាប់តែមានស្ត្រីម្នាក់បានដើរទៅរកគាត់បន្ទាប់មកនាងក៏បានសួររកមនុស្សម្នាក់ដែលមានឈ្មោះថាហ្គែនបន្ទាប់មកគាត់ក៏បាននិយាយបដិសេធព្រោះថាគាត់ឈ្មោះដែនហើយគាត់ក៏មិនស្គាល់មនុស្សដែលមានឈ្មោះថាហ្គែននេះផងដែរហើយនារីម្នាក់ហ្នឹងគឺនាងមានឈ្មោះថាស៊ូហ្វីនាងមកតាមរកប្តីរបស់នាងដែលមានឈ្មោះថាហ្គែនព្រោះថាប្តីរបស់នាងបានបាត់ខ្លួនជាច្រើនថ្ងៃមកហើយនាងក៏មិនអាចតាក់ទងគាត់បានប៉ុន្តែហ្គែនគឺគាត់ធ្លាប់បានផ្ដល់អាសយដ្ឋានរបស់ឪពុករបស់គាត់ហើយបាននិយាយទៀតថាឪពុករបស់ហ្គែនគឺគាត់មានឈ្មោះថាដែនដូច្នេះហើយទើបនាងបានមកតាមអាសយដ្ឋានមួយនេះប៉ុន្តែដែនគាត់បាននិយាយបដិសេធម្ដងទៀតដោយសារតែគាត់មិនដែលមានកូនមកពីមុនឡើយចំណែកឯអាន់ណាដែលបានស្ដាប់ឮនាងក៏បានដើរចេញមករកពួកគេបន្ទាប់មកពួកគេក៏បានមកអង្គុយនិយាយគ្នានៅក្នុងផ្ទះហើយសូហ្វីនាងបាននិយាយអំពីអតីតម្ដាយរបស់ហ្គែនថាគាត់បានមានផ្ទៃពោះជាមួយនឹងដែនកាលពីគាត់នៅក្មេងហើយហ្គែនគឺគាត់តែងតែសួរម្ដាយរបស់គាត់ថាឪពុករបស់គាត់គឺជានរណាប៉ុន្តែម្ដាយរបស់គាត់គឺមិនបានឆ្លើយតបនោះទេព្រោះថាគាត់មិនចង់រំលឹកពីអតីតកាលរបស់គាត់ប៉ុន្តែ3ឆ្នាំមុនម្ដាយរបស់គាត់បានចែកឋាននោះហើយគឺជាពេលដែលគាត់ចាប់ផ្ដើមស្វែងរកឪពុករបស់គាត់ហើយដែនគាត់ក៏បាននិយាយថាឈប់សិនតើម្ដាយរបស់គេគឺជានរណាគេសូហ្វីនាងក៏បានប្រាប់ថាម្ដាយរបស់ហ្គែនគឺគាត់មានឈ្មោះថារ៉ូវីណាហើយអ្នកទាំងពីរគឺបានជួបគ្នានៅតាមបុនទីងពេលហ្នឹងអាណានាងក៏បានសួរទៅប្តីរបស់នាងថាតើវាជាការពិតទេដែនគាត់ក៏បានតបថាគាត់ពិតជាធ្លាប់បានជួបនារីម្នាក់នេះពិតមែនប៉ុន្តែកាលនោះគឺគាត់នៅក្មេងហើយគាត់មិនដឹងថានាងមានផ្ទៃពោះនោះទេហើយនៅពេលនេះសូហ្វីនាងគ្មានលុយគ្មានការងារធ្វើហើយមិនមានកន្លែងស្នាក់នៅនោះដែរដូច្នេះហើយដែនគាត់ក៏បានប្រាប់ឲ្យសូហ្វីនាងស្នាក់នៅទីនេះជាបណ្ដោះអាសន្នបន្ទាប់មកអាណាគឺនាងមិនសប្បាយចិត្តព្រោះថាដែនគាត់បានឲ្យសូហ្វីស្នាក់នៅទីនេះប៉ុន្តែដែនគាត់បានប្រាប់ហេតុផលថាព្រោះថាហ្គែនគឺជាកូនប្រុសរបស់គាត់ហើយគាត់ត្រូវតែទទួលខុសត្រូវចំពោះរឿងមួយនេះហើយអ្វីដែលសំខាន់គឺដែនគាត់ចង់មានកូនហើយនេះនឹងក្លាយជាឱកាសតែមួយគត់របស់គាត់ដែលគាត់បានជួបមុខកូនប្រុសរបស់គាត់នៅទីបំផុតអាណានាងក៏បានទុនចិត្តហើយបានអនុញ្ញាតឲ្យសូហ្វីនាងស្នាក់នៅទីនេះបន្ទាប់មកអាណានាងក៏បានឲ្យសូហ្វីស្នាក់នៅក្នុងបន្ទប់មួយដែលអាណាហើយនឹងដែនធ្លាប់បានរៀបចំសម្រាប់កូនរបស់ពួកគេក៏ប៉ុន្តែអាណានាងក៏បានរលូតកូនដំបូងដូច្នេះហើយវាបានត្រឹមតែជាការចងចាំតែប៉ុណ្ណោះដែនហើយនឹងអាណាពួកគេពិតជាចង់បានកូនខ្លាំងណាស់ប៉ុន្តែទោះបីជាពួកគេខំវាយឡើងយ៉ាងណាក៏ដោយអាណានាងនៅតែមិនអាចមានផ្ទៃពោះបានហើយនៅពេលយប់អាណាហើយនឹងដែនពួកគេក៏បានបើកចម្រៀងរាំលេងជាមួយគ្នាហើយនៅពេលដែលបរិយាកាសចាប់ផ្ដើមរ៉ូមែនទិកពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមបាញ់ស្នេហ៍ដាក់គ្នាបុចតែម្ដងក៏ប៉ុន្តែកូនប្រសាក៏បានចុះមកឃើញពួកគេទាំងពីរនាក់កំពុងតែរាំបេះផ្លែផល្លាបលយោដាច់អារម្មណ៍អស់លីងបន្ទាប់មកដែនហើយនឹងអាណាក៏បាននាំគ្នាបន្តបេះផ្លែផល្លានៅក្នុងបន្ទប់បន្តប៉ុន្តែអាណាគឺនាងមិនមានអារម្មណ៍ទៀតឡើយហើយថែមទាំងបានស្ដីបន្ទោសឲ្យដែនទៀតផងដែលបានឲ្យសូហ្វីស្នាក់នៅទីនេះហើយធ្វើឲ្យពួកគេមិនមានសេចក្តីសុខនៅថ្ងៃបន្ទាប់មកអាណាហើយនឹងដែនក៏បាននាំសូហ្វីមកប៉ុស្តិ៍ប៉ូលីសដើម្បីរាយការណ៍ពីការបាត់ខ្លួនរបស់ហ្គែនក៏ប៉ុន្តែប៉ូលីសក៏មិនអាចជួយអ្វីពួកគេបានតតែសោះហើយព្រមទាំងបាននិយាយពាក្យសម្ដីគ្មានសុជីវធម៌ទៀតផងដូច្នេះហើយអាណានាងបានខឹងជាខ្លាំងហើយបានតបថាហេអាណប់ធ្វើជាប៉ូលីសត្រូវតែចេះជួយប្រជាពលរដ្ឋមិនមែនមកគៀបសង្កត់ក្រែងប្រវាញ់ប្រជាពលរដ្ឋដោយអាណប់ឯងនោះទេបន្ទាប់មកពួកគេក៏បាននាំគ្នាត្រឡប់មកផ្ទះវិញហើយដែនគាត់ក៏បាននិយាយសុំទោសអាណាដែលគាត់មិនអាចនិយាយការពារនាងបាននៅមុននេះព្រោះថាគាត់មិនចង់មានបញ្ហាជាមួយនឹងប៉ូលីសហើយគាត់ក៏បាននិយាយលើកទឹកចិត្តប្រពន្ធរបស់គាត់ថាជានារីក្លាហានដូច្នេះហើយអ្នកទាំងពីរក៏បាននិយាយព្រមព្រៀងគ្នាថានឹងនាំសូហ្វីទៅស្វែងរកហ្គែបនៅតាមខេត្តផ្សេងបន្ទាប់មកពួកគេទាំងពីរនាក់ក៏បាននាំគ្នាជិះសេះទៅបេះផ្លែសូដានៅឋានព្រះឥន្ទនៅព្រឹកថ្ងៃបន្ទាប់អាណាក៏បានមកប្រាប់សូហ្វីថាថ្ងៃស្អែកនេះនាងនឹងទៅដាក់ច្បាប់សុំឈប់សម្រាករយៈពេលវែងដើម្បីនាំសូហ្វីទៅស្វែងរកហ្គែបនៅតាមខេត្តដូច្នេះហើយសូហ្វីនាងក៏បាននិយាយអរគុណម្ដាយចុងហើយនឹងបានរៀបចំអាហារពេលព្រឹកឲ្យទៅអាណាយកទៅញ៉ាំនៅកន្លែងធ្វើការហើយនៅពេលដែលដែនគាត់បានដើរចុះមកសូហ្វីនាងក៏បានហៅគាត់ថាអ្នកប្រុសដែនហើយដែនគាត់ក៏បានប្រាប់សូហ្វីថាមិនបាច់ហៅគាត់ថាអ្នកប្រុសស្អីទេហៅគាត់ថាលោកពូដែនទៅបានហើយពេលហ្នឹងសូហ្វីក៏បាននិយាយថាសុំទោសចាស់លោកពូតើលោកពូត្រូវការវិខ្ចប់អាហារសម្រាប់ថ្ងៃត្រង់ដែរឬអត់ចាស់ប៉ុន្តែអាណានាងក៏បានប្រាប់ទៅសូហ្វីថាដែនគាត់មិនបានធ្វើការនោះទេហើយមានតែនាងទេដែលធ្វើការរកស៊ីចិញ្ចឹមប្តីរបស់នាងហើយនៅពេលដែលអាណាទៅធ្វើការដែនហើយនិងសូហ្វីក៏បាន
បានអង្គុយញ៉ាំអាហារពេលព្រឹកជាមួយនឹងគ្នាតែពីរនាក់ហើយពេលនឹងដែនក៏បានសម្លឹងមើលកូនប្រសាររបស់គាត់ដោយក្រសែភ្នែកចង់វាយឡើងជាមួយកូនប្រសារហើយចំណែកឯសូហ្វីវិញនាងក៏បានឲ្យដៃទៅឪពុកក្មេករបស់នាងផងដែរដោយនាងអង្គុយញ៉ាំហូបហលដកបែបស៊ីអារម្មណ៍តែម្ដងបន្ទាប់មកសូហ្វីនាងតែងតែធ្វើតួនាទីកូនប្រសារដ៏ល្អជារៀងរាល់ថ្ងៃដាក់ឪពុកក្មេករបស់នាងហើយនឹងជួយធ្វើកិច្ចការផ្ទះជំនួសម្ដាយចុងរបស់នាងដោយកាយវិការស៊ីអារម្មណ៍ខ្លាំងមែនទែនដែលធ្វើឲ្យដែនទប់អារម្មណ៍មិនបានក៏បានទៅលួចមើលកូនប្រសារកំពុងតែងូតទឹកហើយនៅពេលល្ងាចនៅពេលដែលអាណាត្រឡប់មកផ្ទះវិញនាងក៏មានការនឿយហត់ពីការងារហើយដែនក៏បានចូលទៅម៉ាស្សាស្មាឲ្យនាងបន្ទាប់មកដែនក៏បានសុំនាងវាយឡើងដើម្បីយកអាណាមកជំនួសសូហ្វីហើយនៅខណៈពេលដែលពួកគេកំពុងវាយឡើងដែនគាត់បានគិតដល់តែសូហ្វីប៉ុណ្ណោះដូច្នេះហើយគាត់ក៏បានឃើញមុខរបស់អាណាខ្លាចទៅជាសូហ្វីព្រោះថាគាត់នៅតែគិតដល់កាយវិការដ៏ស៊ីអារម្មណ៍របស់នាងនៅថ្ងៃបន្ទាប់មកដែនហើយនិងអាណាក៏បាននាំសូហ្វីទៅផ្ទះអតីតមិត្តស្រីរបស់ដែនដើម្បីស្វែងរកហ្គេតក៏ប៉ុន្តែប្អូនប្រុសអតីតមិត្តស្រីរបស់គាត់ក៏មិនចូលចិត្តនឹងដែនដែរដូច្នេះហើយគេក៏បានដេញឲ្យគាត់ត្រឡប់ទៅវិញប៉ុន្តែដែនគឺគាត់មិនព្រមត្រឡប់ទៅវិញព្រោះថាគាត់ចង់ជួបកូនប្រុសរបស់គាត់ប្អូនប្រុសក៏បានបញ្ចេញកំហឹងជំនួសបងស្រីដោយសារតែដែនធ្លាប់បានបោះបង់ចោលបងស្រីរបស់គាត់ដូច្នេះហើយគាត់ក៏បានវាយមកលើដែនហើយក៏បានធ្វើឲ្យសូហ្វីដែលឈរនៅពីក្រោយដែនក៏បានខ្ទាតទៅបុកយ៉ាងខ្លាំងជាមួយនឹងទ្វារបន្ទាប់មកសូហ្វីក៏មានឈាមធ្លាក់ហូរតាមជើងរបស់នាងពួកគេក៏បានប្រញាប់ប្រញាល់យកសូហ្វីទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីនោះមកសូហ្វីនាងក៏បានបាក់ទឹកចិត្តជាខ្លាំងក៏ព្រោះថានាងបានបាត់បង់កូននៅក្នុងផ្ទៃរបស់នាងហើយនាងធ្លាប់បានសន្យាជាមួយនឹងហ្គេនថានឹងមើលថែខ្លួនឯងនិងកូនឲ្យបានល្អប៉ុន្តែពេលនេះវាបានបាត់បង់ទៅហើយប៉ុន្តែអាណានាងក៏បានប្រាប់ថានេះមិនមែនជាកំហុសរបស់នាងនោះទេសូហ្វីកុំបន្ទោសខ្លួនឯងអីហើយសូហ្វីនាងនៅតែបន្តយំហើយរៀបរាប់ថានាងនឹងចាក់ចេញពីផ្ទះមួយនេះព្រោះថាពេលនេះនាងមិនមានកូនហើយក៏គ្មានអ្វីដែលត្រូវតាក់ទងជាមួយនឹងពួកគេទៀតដែរហើយនាងនឹងទៅរស់នៅខាងក្រៅដើម្បីរងចាំហ្គេតត្រឡប់មកវិញប៉ុន្តែអាណានាងបានបារម្ភពីសូហ្វីព្រោះថាគ្មានកន្លែងស្នាក់នៅហើយមិនមានការងារធ្វើដូច្នេះហើយនាងក៏បានសុំឲ្យសូហ្វីស្នាក់នៅទីនេះបន្តទៀតនៅព្រឹកថ្ងៃបន្ទាប់មកនៅពេលដែលអាណាបានទៅធ្វើការដែនក៏បានមើលឃើញថាសូហ្វីកំពុងតែអង្គុយសេះដូច្នេះហើយគាត់ក៏បានដើរទៅចាក់ភ្លេងហើយក៏បានបបួលនាងរាំដើម្បីបំបត្តិភាពសោកសៅរបស់នាងបន្ទាប់មកពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមមានអារម្មណ៍ទៅលើគ្នាទៅវិញទៅមកហើយនៅទីបំផុតឪពុកក្មេកហើយនិងកូនប្រសារស្រីក៏បានវាយឡើងជាមួយគ្នាបានសម្រេចប៉ុន្មានថ្ងៃក្រោយមកអាណានាងក៏បានសួរទៅសូហ្វីថាតើសូហ្វីនាងចង់ធ្វើការទៀតដែរឬទេព្រោះថាកន្លែងធ្វើការរបស់នាងគឺកំពុងតែត្រូវការបុគ្គលិកប៉ុន្តែសូហ្វីនាងក៏បានតបថានាងមិនមែនជានិស្សិតនិងមិនបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យដូច្នេះហើយនាងខ្លាចថាមិនអាចធ្វើវាបានប៉ុន្តែអាណានាងបានប្រាប់ថាកុំបារម្ភអីគ្រាន់តែឧស្សាហ៍ព្យាយាមនិងអត់ធ្មត់ទៅបានហើយនៅខណៈពេលដែលពួកគេកំពុងតែនិយាយគ្នាសូហ្វីនាងមានអារម្មណ៍ថាចង់ក្អួតពេលហ្នឹងអាណានាងក៏បានសង្ស័យថាសូហ្វីនាងកំពុងតែមានអាការៈដូចជាអ្នកចាញ់កូនហើយនៅពេលដែលដែនគាត់បានត្រឡប់មកពីផ្សារវិញអាណានាងក៏បានស្ដីបន្ទោសដែនហើយក៏បានបោះឧបករណ៍ពិនិត្យផ្ទៃពោះទៅលើគាត់ព្រោះថាសូហ្វីនាងបានសារភាពគ្រប់យ៉ាងថានាងពិតជាបានវាយឡើងជាមួយនឹងឪពុកក្មេកហើយអាណានាងពិតជាសោកស្ដាយជាខ្លាំងចំពោះទំនុកចិត្តរបស់នាងដែលបានឲ្យសូហ្វីស្នាក់នៅទីនេះបន្ទាប់មកសូហ្វីនាងក៏បានសុំទោសអាណារឿងទាំងអស់គឺជាកំហុសរបស់នាងព្រោះថានាងមានអារម្មណ៍ថាឯកាហើយដើមផ្ការបស់នាងកំពុងតែខ្វះខាតទឹកមករៀងយូរដែរដូច្នេះហើយនាងក៏បានលួចមានអីជាមួយនឹងឪពុកក្មេកដូច្នេះហើយសូហ្វីនាងនឹងចាក់ចេញពីកន្លែងនេះដោយខ្លួនឯងហើយនឹងទៅយកកូនចេញហើយនៅពេលដែលអាណាបានឮដូច្នេះនាងក៏បានអាណិតដល់កូនដែលនៅក្នុងផ្ទៃហើយនាងក៏មិនចង់ឲ្យសូហ្វីនាងយកកូនចេញនោះទេហើយបានប្រាប់ថានាងនឹងជួយមើលថែកូនរបស់សូហ្វីនៅថ្ងៃបន្ទាប់មកនៅពេលដែលអាណាចេញទៅធ្វើការនាងក៏បានជួបជាមួយនឹងហ្គេននៅមុខផ្ទះហើយហ្គេនគឺជាកូនប្រុសរបស់ដែននិងជាប្តីរបស់សូហ្វីនៅទីបំផុតដែនគាត់ក៏បានជួបជាមួយនឹងកូនប្រុសរបស់គាត់ជាលើកដំបូងហើយហ្គេនគេក៏បាននិយាយបញ្យល់ឲ្យគ្រប់គ្នាបានស្ដាប់នៅពេលដែលហ្គេនបានដឹងថាសូហ្វីនាងមានផ្ទៃពោះគាត់ខ្លាចណាស់ព្រោះថាគាត់មិនទាន់ត្រៀមខ្លួនសម្រាប់ការមានកូនដូច្នេះហើយគាត់ក៏បានចាក់ចេញពីសូហ្វីក៏ប៉ុន្តែនៅពេលដែលគាត់គិតអំពីវាគាត់ក៏មិនចង់ឲ្យកូនរបស់គាត់ត្រូវធំឡើងដោយគ្មានឪពុកដូចជាគាត់ដូច្នេះហើយគាត់ក៏បានត្រឡប់ទៅរកសូហ្វីវិញហើយគាត់ចង់រស់នៅជាមួយនឹងសូហ្វីហើយនឹងកូនខ្លាចជាគ្រួសារមួយដ៏កក់ក្ដៅដូច្នេះហើយពួកគេទាំង3នាក់ក៏មិនហ៊ាននិយាយការពិតប្រាប់ដល់ហ្គេនដែរអំពីកូនដែលនៅក្នុងផ្ទៃពោះរបស់សូហ្វីឲ្យទៅហ្គេនគាត់បានដឹងហើយនៅពេលយប់គាត់ចង់បង្ក្រប់ដៃជើងឲ្យកូនរបស់គាត់ក៏ប៉ុន្តែសូហ្វីនាងមិនមានអារម្មណ៍អ្វីឡើយហ្គេនគាត់ក៏បានព្យាយាមនិយាយលួងលោមសូហ្វីថាគាត់ពិតជានឹកនាងខ្លាំងណាស់ហើយទីបំផុតសូហ្វីនាងក៏បានអនុញ្ញាតឲ្យប្តីរបស់នាងវាយឡើងជាមួយនឹងនាងហើយនៅព្រឹកឡើងនៅខណៈពេលដែលសូហ្វីនាងបានភ្ញាក់ពីដេកនាងក៏បានឃើញឈាមប្រឡាក់នៅលើគ្រែដេកដូច្នេះហើយនាងក៏បានស្រែកហៅប្តីរបស់នាងនៅពេលដែលហ្គេនគាត់បានមកឃើញបែបនេះគាត់ក៏ប្រញាប់បីនាងយកទៅមន្ទីរពេទ្យភ្លាមៗនៅពេលដែលពួកគេបានមកដល់មន្ទីរពេទ្យគ្រូពេទ្យក៏បានប្រាប់ថាទារកនៅក្នុងផ្ទៃពោះរបស់នាងគឺមានសុខភាពល្អហើយ
ហើយសូមប្រយ័ត្នប្រយែងខ្លះផងព្រោះថាកូនដែលនៅក្នុងផ្ទៃពោះរបស់នាងទើបតែមានអាយុ6សប្តាហ៍តែប៉ុណ្ណោះប៉ុន្តែ Gen គាត់បានមានការសង្ស័យថាអូនមានផ្ទៃពោះបាន3ខែហើយប៉ុន្តែហេតុអ្វីបានជាទារកនៅក្នុងផ្ទៃពោះរបស់អូនទើបតែបាន6សប្តាហ៍នៅពេលដែល Gen គាត់បានដឹងការពិតចេញពីមាត់របស់នាងបន្ទាប់មកនាងក៏បានទទួលស្គាល់ថានាងបានរលូតកូនហើយកូនដែលនៅក្នុងផ្ទៃពោះរបស់នាងពេលនេះគឺជាកូនរបស់ Dan ដែលជាឪពុករបស់ Gen នៅពេលដែល Gen គាត់បានមកដល់ផ្ទះភ្លាមនោះគាត់ក៏បានដើរទៅវាយឪពុករបស់គាត់ហើយ Gen គាត់ក៏បានស្ដីបន្ទោសទៅឪពុករបស់គាត់ថាមកធ្វើបែបនេះដាក់ប្រពន្ធរបស់កូនបានដោយរបៀបណានិងបានស្ដីបន្ទោសឲ្យ Sophie ដែលចិត្តងាយទៅដេកជាមួយនឹងឪពុករបស់គាត់បន្ទាប់មក Gen គាត់ក៏បានដើរចេញពីផ្ទះមួយនេះនៅថ្ងៃបន្ទាប់មកខណៈពេលដែល Anna កំពុងតែបិទទ្វារផ្ទះនាងក៏បានជួបជាមួយនឹង Gen កូនប្រុសរបស់ Dan ហើយ Gen គាត់បាននឹកដល់ Sophie ហើយគាត់ចង់ជួបជាមួយនឹងនាងប៉ុន្តែ Anna នាងក៏បាននិយាយថា Dan ហើយនិង Sophie ពួកគេមិននៅផ្ទះទេព្រោះថាអ្នកទាំងពីរបានចេញទៅរកលោកប៉ុន្តែ Gen គាត់មានការសង្ស័យថាប្រហែលជាពួកគេមិនបានដើរស្វែងរកគាត់ទេប៉ុន្តែពួកគេប្រហែលជាចង់នៅជាមួយគ្នាតែ2នាក់ទេដឹង Anna នាងគិតថា Gen ដែលចង់ជួបជាមួយនឹង Sophie ដូច្នេះហើយនាងក៏បានអញ្ជើញឲ្យគាត់ចូលទៅចាំនៅក្នុងផ្ទះហើយអ្នកទាំងពីរក៏បានអង្គុយជជែកគ្នាលេងហើយ Gen គាត់ក៏បានសួរទៅម្ដាយចុងរបស់គាត់ថាហេតុអ្វីបានជាអនុញ្ញាតឲ្យឪពុករបស់គាត់វាយឡើងជាមួយប្រពន្ធរបស់កូនប្រុសខ្លួនឯងអញ្ចឹង Anna នាងក៏បានតបថា Dan គាត់ពិតជាចង់បានកូនណាស់ដូច្នេះហើយទើបគាត់ធ្វើគ្រប់បែបយ៉ាងដើម្បីមានកូននៅពេលដែល Anna នាងបានដឹងការពិតនាងក៏ចង់សម្លាប់ពួកគេទាំងពីរនាក់ខ្លាំងណាស់ក៏ប៉ុន្តែនាងក៏អាណិតក្មេងដែលនៅក្នុងផ្ទៃ Anna នាងបាននិយាយបណ្ដាសេតបណ្ដា Gen គាត់ក៏បានឆ្លៀតឱកាសពេលដែលម្ដាយចុងពិបាកចិត្តគាត់បំរុងនឹងថើបនាងតែត្រូវបាន Anna និយាយបដិសេធហើយនៅទីបំផុតពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមវាយឡើងជាមួយគ្នារហូតទាល់តែបានសម្រេចហើយពេលវេលា1ខែបានកន្លងផុតទៅ Anna នាងបានធ្វើតេស្តពិនិត្យពោះហើយនាងសប្បាយចិត្តខ្លាំងណាស់ដូច្នេះហើយទើបនាងប្រាប់ Dan ថានាងមានផ្ទៃពោះពេលដែល Dan គាត់បានឃើញបន្ទាត់ពីគំនូសគាត់បានសប្បាយចិត្តជាខ្លាំងចំណែកឯ Gabe ហើយនិង Sophie អ្នកទាំងពីរក៏បានត្រឡប់មកត្រូវរើជាមួយគ្នាវិញហើយរស់នៅជាមួយគ្នាដោយសុភមង្គលហើយខ្សែភាពយន្តរបស់យើងក៏បានបញ្ចប់តែត្រឹមនឹងផងដែរហើយសម្រាប់ខ្សែភាពយន្តមួយនេះតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះកូនដែលនៅក្នុងផ្ទៃពោះរបស់ Anna តើវាជាកូនរបស់ Dan ឬក៏ជាកូនរបស់ Gen ដូច្នេះហើយអ្នកទាំងអស់គ្នាអាច comment បញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូរបស់ Admin បាន Admin នឹងអានរាល់ comment ទាំងអស់ដែលនៅខាងក្រោមវីដេអូរបស់ Admin ហើយក៏អរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ